Xô mùi ចាជំរាបសួរបង បាទសុខសប្បាយទេ ចាសុខសប្បាយបង បាទចង់បញ្ជាក់បន្តិចថាការរៀបចំរបស់មួយការប្រកួតគុនខ្មែរហើយយើងបង្ហាញពីក្បាច់គុនខ្មែរនៅទឹកដីសហរដ្ឋអាមេរិកគឺហៅថាមហាអំណាចណាមួយ ចាបង ការរៀបចំមួយរៀបមិនហើយមានការស្វាគមន៍រៀបមិនដែរដែលបានយើងទទួលភាពជោគជ័យបាទខ្ញុំគិតថាលើកនេះកម្មវិធីក្រូតគុនខ្មែរទៅសហរដ្ឋអាមេរិកគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបងប្អូនប្រជាជនខ្មែរនៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ានិយាយទៅមិនមែនតែក្នុងទីក្រុងឡុងប៊ិចទេគាត់អ្នកខ្លះគាត់ផ្លាយមកពីតាកូម៉ាអ្នកខ្លះផ្លាយមកពីរដ្ឋផ្សេងទៀតដើម្បីមកចូលរួមកម្មវិធីក្រូតគុនខ្មែរទៅក្រូតគុនខ្មែរ to the US ពួកអីគាត់ចង់មកគ្រប់គ្រងកីឡាកររបស់យើងអញ្ចឹងគាត់មកពីឆ្ងាយហើយគាត់សប្បាយចិត្តគាត់ឈៀគាត់អីនៅពេលដែលយើងនៅក្នុងព្រឹត្តិការណ៍នឹងផ្ទាល់យើងមានអារម្មណ៍ថារំភើបមានអារម្មណ៍ថាអូទស្សនវិជ្ជាមួយផ្សេងដែលយើងមិនដែលឃើញនៅក្នុងស្រុកខ្មែរយើងនិយាយចេះវិញអញ្ចឹងខ្ញុំសម្រាប់បងអូនដែលតំណាងឲ្យក្រុមហ៊ុនវឌ្ឍនបរូបេរីបងអូនគិតថាកម្មវិធីក្រូតគុនខ្មែរទៅសហរដ្ឋអាមេរិកនេះគឺជោគជ័យយើងជោគជ័យខ្លាំងមែនទែនតាក់ទងនឹងការផ្សព្វផ្សាយតាក់ទងនឹងផ្សព្វផ្សាយអរិយធម៌របស់យើងផ្សព្វផ្សាយក្បាច់គុនផ្សព្វផ្សាយ branding យើងនិយាយចេះដែរចាហើយនឹងលទ្ធផលនៃការប្រកួតព្រោះបើតែយើងឈ្នះតែមួយមែនប៉ុន្តែនេះគឺជាចំណុចចាប់ផ្ដើមដើម្បីទៅថ្ងៃក្រោយទៀតចាបាទយើងឃើញថាមិនទាន់មានការប្រកួតផងមានបងប្អូនយើងខ្លះឧបត្ថម្ភជាទឹកប្រាក់អ្នកខ្លះឲ្យបាយឲ្យទឹកភាគច្រើនគឺជាខ្មែរយើងសុទ្ធឬមួយក៏ខ្មែរកាត់អាមេរិកាំងដែរទេខ្មែរសុទ្ធខ្មែរកាត់អាមេរិកាំងចាគាត់ទៅនៅនឹងយូរហើយគាត់មានផ្ទះនៅនឹងមានអាជីវកម្មនៅនឹងអញ្ចឹងវាច្រើនគាត់អញ្ជើញយើងទៅបាយហ្មងគាត់សុំតែអញ្ជើញទៅបាយឯងអត់មានសុំអីទេសុំតែទៅបាយថ្ងៃជាមួយពួកគាត់មួយពេលសុំអីអញ្ចឹងយើងឃើញថាគាត់រាក់ទាក់មែនទែនមានន័យថាគាត់សប្បាយចិត្តនិយាយទៅគាត់អត់គិតរឿងលទ្ធផលទេបងគាត់ឃើញគាត់ថាអានេះវាជាលើកទី1ឯងដែលយើងបានជន់ទឹកដីអាមេរិកកាំងក្នុងនាមផ្សព្វផ្សាយគុនខ្មែរគាត់ថាគាត់អត់ដែលនឹកស្មានថាគុនខ្មែរយើងបានមានឱកាសទៅបង្ហាញហើយទៅវាយពួកអាមេរិកកាំងនៅក្នុងស្រុកខ្មែរបងប្អូនខ្លះគាត់គាត់សប្បាយគាត់ថាគាត់ត្រៀមលុយឲ្យតែថានេះគឺចែកគ្នាដើម្បីលើកទឹកចិត្តកីឡាករយើងទាំងអស់គ្នាហ្មងចាសុខចិត្តរៃអង្គាសលុយដើម្បីជួយទៅដល់កីឡាករខ្មែរយើងតែម្ដងមិនចឹងយើងឃើញថាការប្រកួតគុនខ្មែរយើង4រូបអញ្ចឹងយើងចាញ់គេ3រូបមិនចឹងហ៎នេះតែពេជ្រសម្បត្តិម្នាក់នេះគឺយើងសឹងថាចាញ់បន្ទុកអញ្ចឹងទោះបីជាកីឡាករទាំង3រូបនឹងចាញ់យ៉ាងម៉េចក៏ដោយតែឋានភាពនាទីនោះដូចជាបងអូនកូនខ្មែររបស់យើងនឹងគាត់នៅការគ្រប់គ្រងដដែលលើកទឹកចិត្តគាត់នៅគ្រប់គ្រងដដែលគាត់លើកទឹកចិត្តដដែលលើកទឹកចិត្តទាំងអ្នកចាញ់លើកទឹកចិត្តទាំងអ្នកឈ្នះនិយាយទៅគាត់គិតថាហ្នឹងគឺជាកីឡាសំខាន់ឲ្យយើងបានមកសិននេះជាអ្វីដែលបងប្អូនខ្មែរគាត់និយាយសំខាន់យើងបាននេះជាលើកទី1និយាយចេះវិញអញ្ចឹងយើងមានលើកទី2លើកទី3ហើយកីឡាវាមានឈ្នះមានចាញ់ថ្ងៃនេះយើងចាញ់អាចថ្ងៃលើកក្រោយយើងទៅទៀតយើងឈ្នះយើងយកជ័យជំនះបានអញ្ចឹងគាត់អត់មានតោមមិននឹងមានតែលើកទឹកចិត្តចាណូតលើកទឹកចិត្តហ៊ុនរដ្ឋីលើកទឹកចិត្តរឿងសុភ័ណ្ឌហើយអបអរការឈ្នះរបស់ពេជ្រសម្បត្តិយើងឃើញអ្វីដែលរូបភាពខ្ញុំឃើញផ្ទាល់ចាបាទលោកស្រីអាចបញ្ជាក់បានទេកីឡាករទាំង4នេះបើតាមដែលការបញ្ជាក់របស់បងប្អូនមួយចំនួនដែលគាត់ធ្លាប់ក្នុងការទេសនាហើយធ្លាប់ដឹងពីប្រវត្តិកីឡាគេថាសិក្សាថាជាកីឡាករលំដាប់របស់អាមេរិកតែម្ដងឬមួយយ៉ាងម៉េចដែរខ្ញុំគិតថាកីឡាករគេក៏ល្អដែរគេមានគ្រប់ក្បាច់យើងមើលខ្ញុំគិតថាអ្នកទស្សនិកជនគាត់ប្រហែលជាច្បាស់ជាងខ្ញុំទៀតអ្នក fan របស់គុនខ្មែរចាគឺគាត់មានគ្រប់ក្បាច់គាត់អីហើយគាត់អ្នកនៅស្រុកនឹងហ្មងអញ្ចឹងយើងពេលខ្លះក៏យើងរៀងពិបាកបន្តិចដែរព្រោះយើងចាញ់ម៉ោងយើងនិយាយចេះវិញយើងចាញ់ម៉ោងបន្តិចទម្រាំតែយើងស៊ាំហ្នឹងក៏ចិត្តមួយអាទិត្យអីដែររំស៊ាំនឹងម៉ោងខ្ញុំអត់និយាយអាកាសធាតុទេអាកាសធាតុអាចរៀងផាស្រុកខ្មែរបងរៀងត្រជាក់បន្តិចនៅពេលព្រលឹមហើយនឹងយប់ប៉ុន្តែថ្ងៃឡើងគឺដូចស្រុកខ្មែរយើងឯងចាបាទចាហើយហូបចុកដូចជាអត់មានខ្វះទេបោហោហៀនណាបងអើយវាអ្នកអង្គញាចាផ្សិតមកហូបខ្មែរហើយអ្នកអង្គញាគាត់ព្យាយាមលើកទឹកចិត្តអ្នកញ៉ាំវឌ្ឍនៈគាត់ថាហូបឲ្យឆ្ងាញ់កុំឲ្យកីឡាករយើងខ្វះអីញ៉ាំគាត់ផ្ញើប្រាក់ឧបត្ថម្ភមករហូតចាខ្វះអីគឺលោកជួយចំណិចហ្មងនិយាយទៅខ្ញុំទៅសារទឹកចិត្តលោកខ្ញុំនិយាយមិនខ្ញុំថាខ្ញុំធ្វើការនៅក្រូតទេខ្ញុំចេះតែលើកម៉ែណាអត់ទេណាបងគឺគាត់តាមដានការងារនឹងជាមួយខ្ញុំជាប់រហូតហើយគាត់
ឧបត្ថម្ភទាំងសម្ភារៈឧបត្ថម្ភទាំងថវិកាជូនទៅដល់គ្រប់គ្នាទាំងអស់និយាយចេះវិញមិនថាកីឡាករមិនថាក្រុមការងារទេចា តែម្ដង ចា អ្នកថ្នាក់ដឹកនាំក៏ ចា រៀបចំឲ្យជូនដែរអញ្ចឹងណា ចាចា បាទ ការចូលរួមផងអ្នកនៅទីនឹងគឺល្អបងប្អូនខ្មែរយើងខ្ញុំមកដែរឃើញទឹកចិត្តខ្មែរយើងល្អនៅពេលដែលយើងនៅតែក្នុងស្រុកបងយើងអត់សូវដឹងណាដល់ពេលយើងទៅគាត់អ្នកខ្លះអត់សុខគាត់អត់ធ្វើការមកបាក់ឡានជូនយើងទៅហាត់មកបាក់ឡានជូនយើងទៅទិញអីវ៉ាន់តូផ្សារឆ្លាស់គ្នាហើយអ្នកស្រុកបងស្រុកអាមេរិកដូចយើងឯងយើងពីពលានទៅអេអនយើងចិត្តណាអានោះជិះរាប់រយគីឡូផ្លូវ highway ហើយអញ្ចឹងខ្ញុំពីកន្លែងខ្ញុំគេងទៅកន្លែងហាត់ផលលោកគ្រូអ៊ុំរីហ្នឹងក៏ជិះចិត្ត1ម៉ោងដែរជិះឡានផ្លូវធំផងបងយើងគីឡូម្ដង100 120គីឡូក្នុង1ម៉ោងចាអញ្ចឹងគាត់លះបង់ណាខ្ញុំឃើញទឹកចិត្តគាត់ហើយខ្ញុំថាអូខ្មែរយើងពិតជាល្អមែនទៅដល់តាណាឈាមយើងជួយគ្នាហ្មងហើយអត់ចង់បានអីពីយើងទេបងតែថាគាត់មកជួយយើងគាត់ចង់បានអីពីយើងអត់ហ្មងខ្ញុំចាបងថ្ងៃកម្មវិធីវិញខ្ញុំមកអស់ហើយបងអើយគាត់ឆៃចាំផងអីផងជិះថាសុបាយហ្មងឲ្យយកអាស្អីគេមកគោះទៀតនេះហ៎បងអាឈ្មោះយើងនោះយកមកគោះឲ្យទៅកន្លងអស់ខ្មែរយើងគោះពងឲ្យបងថ្ងៃកម្មវិធីវិញបងមនុស្សលងពេញមនុស្សច្រើនណាស់គេគ្រប់ត្រូលច្រើនណាស់គេអង្គុយចាំមើលខ្ញុំលងខ្ញុំនឹងរំភើបបងស្បែកញក់មានកន្លែងអង្គុយណាបងចាអង្គុយអូអ្នករៀបចំកម្មវិធីចាមានកន្លែងអង្គុយទេចាបាទឬថាលួចខ្ញុំគិតថាយើងនឹងមានកម្មវិធីខែ5នេះយើងនឹងទៅសហរដ្ឋអាមេរិកម្ដងទៀតណាយើងទៅរដ្ឋផ្សេងអញ្ចឹងវាមិនមែនតែមានតែលើកទី1លើកទី2ទេអានេះវាជាការបើកផ្លូវដូចខ្ញុំនិយាយពីនេះអញ្ចឹងកាលណាយើងបើកផ្លូវហើយដំបូងយើងត្រូវយក10អេចដើម្បីចេញទៅផ្សព្វផ្សាយទោះបីមិនក៏យើងត្រូវតែបានលទ្ធផលខ្លះដើម្បីឲ្យបើយើងនិយាយសួរស្ដាប់បងគឺបើកទីផ្សារនៅសហរដ្ឋអាមេរិកចាយើងត្រូវបើកទីផ្សារមុនសិនអញ្ចឹងនៅពេលដែលកីឡាករការ៉េតល្អរបស់យើងការ៉េតធំរបស់យើងគាត់ទៅបើកទីផ្សារហើយខ្ញុំជឿជាក់ថាកីឡាករលំដាប់ B លំដាប់ C គាត់នឹងទៅតាមក្រោយនៅពេលដែលគេស្គាល់យើងព្រោះយើងទៅនេះគេអត់ស្គាល់យើងទេយើងនិយាយឲ្យត្រង់ដូចបងប្អូនខ្លះខមមិនថាអូមិនមានពាក្យគេអញ្ចឹងមានពាក្យអីអញ្ចឹងគឺយើងនៅក្នុងបើយើងបងយើងនិយាយយើងនៅក្នុងរូងគេចាយើងនៅក្នុងគេហៅថានេះគេអញ្ចឹងយើងព្យាយាមទៅបន្តិចម្ដងទៅបន្តិចម្ដងដើម្បីយើងបើកមុខនឹងគួបផ្សំនឹងប្រជាពលរដ្ឋខ្មែរយើងនៅអាមេរិកជាពិសេសទីក្រុងឡុងបិចគាត់ support ខ្លាំងហ្មងបងចាគ្រប់ត្រូលមែនចាគាត់គ្រប់ត្រូលខ្លាំងគ្រប់ចង់និយាយថាគ្រប់លោកខ្លះគាត់ជិះពីសានហ្វ្រាន់ស៊ីស្កូ8ម៉ោងគាត់បើកឡានមក8ម៉ោងចាណាគុណខ្មែររបស់យើងទៅប៉ះស្នាលអន្តរជាតិនៅទីនោះទេខ្ញុំគិតថាយើងនឹងមានឱកាសប៉ុន្តែយើងត្រូវសិក្សាពីលក្ខខណ្ឌគេនៅនោះសិនព្រោះនៅអាមេរិកគាត់រៀងតឹងរឹងបន្តិចចាពិនិត្យសុខភាពតាក់ទងនឹងច្បាប់របស់គាត់ព្រោះគាត់មានក្រុមប្រឹក្សាផ្សេងហ្មងដែលថាគេហៅអីគណៈកម្មការបងមានក្រុមប្រឹក្សាផ្សេងទៀតដែលមិនមែនជារបស់ម្ចាស់រៀបចំកម្មវិធីយកមកវិនិច្ឆ័យយកមកដាក់បន្ទុកយកមកអីអញ្ចឹងខ្ញុំគិតថាយើងត្រូវសិក្សាយើងនៅមានពេលវេលាឆ្ងាយវែងឆ្ងាយទៀតដើម្បីសិក្សាពីច្បាប់របស់គេថាបើយើងថ្នាលវាយ៉ាងម៉េចព្រោះនេះថ្នាលវាតកតងនឹង under age បើយើងនិយាយស្រួលស្ដាប់អត់ទាន់គ្រប់អាយុតើគេមានបើកឲ្យយើងដើម្បីពេលណាយើងចេះនៅស្រុកយើងគិតថាអូយើងធ្វើថ្នាលបានដល់ពេលទៅដល់គេបែរជាគេថាទៅជាចុងក្រោយខ្ញុំអត់មានអីទេបងខ្ញុំមានតែពាក្យអរគុណទេខ្ញុំនិយាយមែនជាពិសេសបងប្អូននៅសហរដ្ឋអាមេរិកដូចបងនិយាយចឹងមិនថាខ្មែរយើងសុទ្ធខ្មែរកាត់ចិនកាត់បារាំងកាត់វៀតណាមឬក៏កាត់អីបងគឺគាត់ support គឺគាត់ស្រឡាញ់ហ្មងហើយខ្ញុំអត់ដឹងថាមានពាក្យអីដែលជូនគាត់វិញបងគាត់មកទាំងទឹកចិត្តបងមិនមែនទឹកលុយទេបងខ្ញុំនិយាយចេះហ្មងគឺគាត់មកទាំងទឹកចិត្តហ្មងគាត់មកគ្រប់គ្រងពួកយើងម្ចាស់ហាងតកែអប្សរាក៏គាត់មកអុកញ៉ាយគេហៅអុកញ៉ាយនៅដីនៅកាលីហ្នឹងក៏គាត់មកហើយបងប្អូនយើងផ្សេងទៀតបងឆៃយ៉ាំបងអីគឺគាត់មកគាត់សឹកគាត់អត់ទៅគាត់សឹកគាត់សម្ដែងឲ្យគេគាត់មកសម្ដែងឲ្យបងប្អូនយើងកីឡាករយើងលើកទឹកចិត្តហើយអាហ្នឹងគឺទឹកចិត្តមួយដែលថាយើងមិនអាចកាត់ថ្លៃបានហើយខ្ញុំសូមជូនពរឲ្យពួកគាត់មានសុខភាពល្អធ្វើដំណើរទៅណាទៅណីមានសុវត្ថិភាពហើយជូនពរឲ្យបុណ្យចូលឆ្នាំថ្មីនេះចាមានលៀបមានជ័យមានសុភមង្គលសប្បាយរីករាយជួបជុំគ្រួសារទាំងអស់គ្នាហើយជូនពរឲ្យបងប្អូននៅស្រុកខ្មែរទាំងអស់ជួបតែសំណាងល្អដូចគ្នាបងក្នុងឱកាសចូលឆ្នាំថ្មី